all the world. I am Palok Lusiang and my friend Kong Sarida. Today, we will talk about the most painful story in our country. As Cambodians, we were really sad when our country was invaded by Thai army. People were forced to leave their home for the safer places. Many Cambodian soldiers on the front line lost their life. People, both young and old, were injured because of the Thai. Thailand launched an attack on Cambodia. Thailand started a war. Thailand didn't respect a ceasefire. Thailand didn't respect the peace agreement in Malaysia. Moreover, Thailand created a lot of fake news and accused Cambodia of being the one who shot at Thailand. You know, Cambodia is just a small country and Thailand is a big country. So why did Cambodia shoot at Thailand first? When Thailand opened fire on Cambodia on December 7, 2025, Cambodia was so patient. Cambodia didn't fire back. But after this, Cambodia decided to fire back to Thailand because we were used only self-defense. Our heart almost broke when we see the children run out of the classroom, some screaming for their parents, others crying in fear as Thailand attacked on Cambodia. We were born on the same earth. We just want to live happily with our families, have enough food, a place to sleep, and a school to study. That's enough for us. But why is it necessary to want each other's land? Why is it necessary to live in peace on our own country? Cambodia needs peace, not war. We cannot stand by and watch our people being attacked by Thailand, or we cannot stand by to see the Cambodia being accused. We are deeply grateful to the brave soldiers who sacrificed. We pray for the safety of all the frontline soldiers to bring back to the nation. ในพบบอกទាំងអស់ថ្ងៃនេះពួកយើងនឹងនិយាយអំពីរឿងរ៉ាវដែលឈឺចាប់បំផុតនៅក្នុងប្រទេសរបស់ពួកយើងដែលពួកយើងជាប្រជាជនកម្ពុជាពួកយើងពិតជាមានទុក្ខជាខ្លាំងនៅពេលដែលប្រទេសរបស់ពួកយើងត្រូវបានឈ្លានពានដល់ប្រទេសថៃប្រជាជនត្រូវបង្ខំចិត្តចាក់ចិត្តពីផ្ទះទៅកន្លែងដែលមានសុវត្ថិភាពទីហ៊ានកម្ពុជានៅជួរមុខជាច្រើនអ្នកត្រូវបានបាត់បង់ជីវិតប្រជាជនឆ្លងត្រង់ទាំងចាស់ទាំងក្មេងត្រូវបានរងរបួសដោយសារតែប្រទេសថៃបានបើកការវិប្រហារមកលើកម្ពុជាមុនថៃបានបង្កើតសង្គ្រាមថៃមិនបានគោរពបទឈប់បានទេថៃមិនបានគោរពកិច្ចសន្តិភាពនៃប្រទេសម៉ាឡេស៊ីទេមិនតែប៉ុណ្ណោះថៃបានបង្កើតព័ត៌មានខ្លាំងៗជាច្រើននិងបានចោទកម្ពុជាថាជាអ្នកបាញ់ថៃមុនប្រទេសកម្ពុជាគ្រាន់តែជាប្រទេសតូចមួយតែប៉ុណ្ណោះចំណែកឯថៃជាប្រទេសដែលធំហើយដើម្បីបានជាខ្មែរទៅបានថៃមុននេះពិតជារឿងអយុត្តិធម៌ណាស់សម្រាប់កម្ពុជានៅពេលដែលថៃបានបាញ់មកលើកម្ពុជានៅថ្ងៃទី7ខែធ្នូឆ្នាំ2025កម្ពុជាបានតបទៅវិញទេកម្ពុជាមានភាពអត់ធ្មត់ណាស់បន្ទាប់ពីនេះកម្ពុជាក៏បានសម្រេចចិត្តថានឹងបានទៅវិញព្រោះកម្ពុជាគ្រាន់តែប្រើសិទ្ធិការពារខ្លួនតែប៉ុណ្ណោះបេះដូងរបស់ពួកយើងស្ទើរតែខ្ទេចខ្ទីនៅពេលដែលបានឃើញសិស្សានុសិស្សតូចៗរត់ចេញពីថ្នាក់រៀនដោយអ្នកខ្លះស្រែកដកប៉ាម៉ាក់ខ្លះទៀតយំដោយសារតែភាពភ័យខ្លាចនៅពេលដែលថៃបានមកកម្ពុជាត្រូវការសន្តិភាពមិនមែនសង្គ្រាមពួកយើងមិនអាចឈរមើលប្រជាជនខ្លួនឯងត្រូវបានឈ្លានពានដោយថៃបានទេហើយពួកយើងក៏មិនអាចឈរមើលកម្ពុជាត្រូវគេចាប់ប្រកាន់ឡើយតែចុះហេតុអ្វីបានជាចាំបាច់ចង់បានដីគ្នាហេតុអ្វីចាំបាច់មិនរស់នៅដោយសន្តិភាពរៀងខ្លួនទៅពួកយើងសូមអរគុណដល់វីរៈកងទ័ពនៅជួរខាងមុខជាខ្លាំងដែលបានពលីជីវិតដើម្បីជាតិមាតុភូមិពួកយើងសូមជូនពរឲ្យទាហានជួរមុខទាំងអស់ឲ្យមានសុវត្ថិភាពដើម្បីយកសន្តិភាពជូនជាតិវិញ